បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តដែលកំពុងរងចាំតាមដានស្ដាប់នៅក្នុងសារព័ត៌មាន newenglish.com បាទសម្រាប់ថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយកនៅបទវិភាគក៏ដូចជាព័ត៌មានដ៏សំខាន់មួយពាក់ព័ន្ធជាមួយនឹងការប្រជុំរបស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាមាបាតបាទដោយបងប្អូនដឹងស្រាប់ហើយថាសង្គ្រាមដោយផ្ទាល់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះឡើងនៅពេលថ្មីៗនេះគឺជាលទ្ធផលដ៏តានតឹងដែលចាក់ឫសចាក់គល់យ៉ាងជ្រៅអស់ជាច្រើនទសវត្សរ៍មកហើយក៏ប៉ុន្តែវាបានដើរដល់ចំណុចកំពូលតាមរយៈការប៉ះទង្គិចយោធានៅក្នុងតំបន់ឈូងសមុទ្រហើយការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមួយចំនួនក៏បានកើតឡើងជាបន្តបន្ទាប់ដែលបង្កផលប៉ះពាល់យ៉ាងធំធេងបង្កើតជាវិបត្តិធម្មពលដ៏ធំសម្រាប់ពិភពលោករបស់យើងទាំងមូលបាទហើយនៅដើមខែមេសា2026នេះផងដែរគឺសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់កិច្ចចរចាសន្តិភាពមួយដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានហើយវាត្រូវបានគេមើលឃើញថាជាពន្លឺនៃក្តីសង្ឃឹមនៃការបញ្ចប់ការបង្ហូរឈាមដែលបានបង្កជាបញ្ហាជាច្រើនដល់ពិភពលោកយើងហើយក៏គំរាមកំហែងដល់សន្តិសុខនាវាចរអន្តរជាតិផងដែរពោលគឺច្រកសមុទ្រហោម៉ូសតែម្ដងបាទកាលពីដើមទីសហរដ្ឋអាមេរិកមានគោលបំណងដ៏ចម្បងនៅក្នុងការធ្វើជំនួបជាប្រវត្តិសាស្ត្រគឺមិនត្រឹមតែបង្កើតនៅបទឈប់បាញ់ជាអចិន្ត្រៃយ៍ប៉ុណ្ណោះទេក៏ប៉ុន្តែត្រូវតែសម្រេចបាននៅការរំសាយនៅអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងតែម្ដងគឺជាការចូលរួមចំណែកនៅក្នុងការកាត់បន្ថយឥទ្ធិពលជាលំដាប់នៃក្រុមឧទាមនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរបាទហើយរឿងដែលសំខាន់ជាងនោះគឺភាគីអាមេរិកចង់ឃើញនៅការធានានៅលំហូរពាណិជ្ជកម្មដោយសេរីឡើងវិញនៅលើច្រកសមុទ្រហោម៉ូសបាទហើយដើម្បីស្វែងយល់អំពីខ្លឹមសារនៃកិច្ចចរចាសន្តិភាពនេះយើងនឹងបង្ហាញឲ្យឃើញអំពីតុល្យភាពអំណាចថ្មីហើយនៅក្នុងកិច្ចចរចាសន្តិភាពនេះផងដែរក៏អ្នកជំនាញបានបង្ហាញនៅទស្សនវិជ្ជាថ្មីដែលបង្ហាញអំពីតុល្យភាពអំណាចថ្មីហើយនឹងអាចកំណត់នៅវាសនាស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលផងដែរដូច្នេះសម្រាប់ថ្ងៃនេះខ្ញុំបាទសូមលើកយកនៅទស្សនវិជ្ជាធំចំនួន3ដែលអាចកើតចេញអំពីកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាមាបាតជាប្រវត្តិសាស្ត្រនេះបាទចំពោះអ្នកជំនាញពីសារព័ត៌មាន BBC ក៏ដូចជាសារព័ត៌មាន CNN ហើយរួមដោយ Al Jazeera ផងបានផ្ដល់នៅការពន្យល់ក៏ដូចជាផ្ដល់នៅព័ត៌មានស្រដៀងគ្នាចំពោះទស្សនវិជ្ជាសេដ្ឋកិច្ចក៏ដូចជាទស្សនវិជ្ជាចំនួន2ផ្សេងទៀតមានស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់ក៏ដូចជាការផ្លាស់ប្ដូរនៅបែបបទនៃការធ្វើការទូតជាប្រវត្តិសាស្ត្រដែលពិភពលោកមិនដែលបានជួបប្រទះបាទហើយខ្ញុំបាទសូមបកស្រាយនៅទស្សនវិជ្ជាទាំង3នោះដូចតទៅបាទចំពោះស្ថិរភាពសេដ្ឋកិច្ចពិភពលោកវិញអ្នកជំនាញបានផ្ដល់នៅទស្សនៈចំនួន2គឺទី1គឺពាក់ព័ន្ធជាមួយនឹងសន្តិសុខនៅច្រកសមុទ្រហោម៉ូសដោយគេយល់ឃើញថាផ្លូវទឹកនៅច្រកសមុទ្រហោម៉ូសនេះគឺជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោកហើយជាធម្មតាប្រេងឆៅប្រហែលជា 1/5 នៃពិភពលោកឆ្លងកាត់នៅច្រកសមុទ្រនេះប្រសិនជាកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យវានឹងធានាឲ្យបាននៅលំហូរពាណិជ្ជកម្មដោយសេរីនិងកាត់បន្ថយហានិភ័យនៃតម្លៃធម្មពលពិភពលោកដែលកំពុងតែរងគ្រោះនិងប៉ះពាល់ខ្លាំងនៅពេលបច្ចុប្បន្ននេះបាទគិតមកត្រឹមថ្ងៃទី12នេះគឺប្រេងបានហក់ឡើងខ្លាំងមួយកម្រិតទៀតហើយប្រមាណជា$100ក្នុង1បារ៉ែលគឺគិតមកត្រឹមថ្ងៃទី12នេះបាទចំណុចទី2នៃការបង្កើតឲ្យមានទស្សនវិជ្ជាស្ថិរភាពសេដ្ឋកិច្ចនោះគឺថាវានឹងនាំមកនៅការស្ដារឡើងវិញនៅវិស័យដឹកជញ្ជូនវានឹងនាំមកនៅការស្ដារឡើងវិញនៅវិស័យដឹកជញ្ជូននៅតាមនាវាយើងឃើញហើយថានាវារាប់រយគ្រឿងនិងនាវិកប្រមាណជា 20,000 នាក់បានជាប់គាំងនៅក្នុងឈូងសមុទ្រប៉ែកនៅក្នុងពេលដែលមានចំនួននេះផងដែរបាទការចរចាសន្តិភាពមានបំណងបង្កើតឲ្យមានផ្លូវឆ្លងកាត់ប្រកបដោយសុវត្ថិភាពការធ្វើឲ្យមានសុវត្ថិភាពនេះរួមទាំងការដោះមីនសមុទ្រផងដែរហើយការដោះមីនសមុទ្រនេះគឺវាធ្វើឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រជាអន្តរជាតិដែលមានតែការចេញមានតែការចូលបាទហើយវាបង្កឲ្យមានភាពមិនប្រក្រតីនៅតាមលំហូរផ្លូវសមុទ្រផងដែរដូច្នេះអ្វីដែលគេរំពឹងគឺបើសិនជាការចរចានេះបានសម្រេចគឺនឹងមានការធានានៅលំហូរចរាចរណ៍ឡើងវិញលើការដឹកជញ្ជូនបាទតាមរយៈអត្ថបទសារព័ត៌មាន BBC ក៏បានចុះផ្សាយផងដែរថាលំហូរផ្លូវដឹកជញ្ជូនតាមនាវានេះមិនមែនគ្រាន់តែប៉ះពាល់ដល់ឥន្ធនៈក៏ដូចជាធម្មពលប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ប៉ះពាល់ដល់វិបត្តិស្បៀងអាហារក៏ដូចជាការផ្គត់ផ្គង់ជីនិងសារធាតុផ្សេងៗមួយចំនួនដែលចាំបាច់ចេញពីតំបន់ឈូងសមុទ្រនេះផងដែរបាទចំពោះទស្សនវិជ្ជាទី2ប្រសិនបើការចរចានេះបានជោគជ័យ
វានឹងធានាឡើងវិញនៅស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់ឈូងសមុទ្រក៏ដូចជាតំបន់មជ្ឈិមបូព៌ាផងដែរពលគឺការកាត់បន្ថយនៅបញ្ហាដែលកើតចេញពីសង្គ្រាមឧទាមបាទអ្នកជំនាញបានមើលឃើញថាការពង្រីកវិសាលភាពនៃបទឈប់បាញ់គឺជាបញ្ហាដ៏ធំមួយដែលរាប់ថាជាចំណុចបង្កឲ្យមានការជាប់គាំងហើយវាចោទជាសំណួរថាតើបទឈប់បាញ់នេះនឹងត្រូវពង្រីកដល់ប្រទេសលីបង់ដែរឬទេពីព្រោះយើងឃើញថាអ៊ីស្រាអែលគឺនៅតែបន្តការវាយប្រហារទៅលើក្រុមហេស្បូឡាយោងតាមប្រធានាធិបតីត្រាំក៏ដូចជាអនុប្រធានាធិបតី JD Vance រួមទាំងនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូផងដែរបានបញ្ជាក់ថាក្រុមសកម្មជនហេស្បូឡានៅលីបង់គឺមិនមែនជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពនេះទេប៉ុន្តែដោយឡែកប្រធានសភារបស់អ៊ីរ៉ង់ក៏ដូចជាអ្នកនាំពាក្យពីខាងអ៊ីរ៉ង់វិញបានបញ្ជាក់ថាក្រុមហេស្បូឡានៅប្រទេសលីបង់គឺជាផ្នែកមួយនៃកិច្ចចរចាហើយប្រសិនបើភាគីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមិនបានដាក់បញ្ចូលទៅក្នុងកិច្ចចរចានេះទេដូចនេះក៏មិនមានកិច្ចចរចាសន្តិភាពនេះកើតឡើងដែរហើយចំពោះលោកប្រធានាធិបតីប៉ាគីស្ថានវិញបានបញ្ជាក់យ៉ាងច្បាស់ថាក្រុមហេស្បូឡាគឺជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ពីព្រោះមិនដូច្នោះទេមិនអាចឈានទៅដល់ការចរចានេះបានទេហើយជាចុងបញ្ចប់គឺកិច្ចចរចានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី12នេះផងដែរបាទចំណុចដ៏សំខាន់មួយដែលគេមើលឃើញនៅក្នុងការធានាស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់ផងដែរនោះគឺថាការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរគឺជាអ្វីដែលអាមេរិកចង់លុបបំបាត់នៅក្នុងតំបន់មជ្ឈិមបូព៌ាពលគឺសម្រាប់អ៊ីរ៉ង់គឺដាច់ខាតមិនអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរនោះទេហើយភាគីសហរដ្ឋអាមេរិកនៅតែបន្តផ្ដោតការរុះរើសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាអចិន្ត្រៃយ៍ដើម្បីការពារនឹងការប្រណាំងប្រជែងសភាវុធនៅក្នុងតំបន់មជ្ឈិមបូព៌ានេះលោកប្រធានាធិបតីត្រាំបានបញ្ជាក់ផងដែរថាការទប់ស្កាត់មិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរគឺជាគោលដៅ 99% នៃកិច្ចចរចានេះគឺដាច់ខាតមិនអាចអត់នៅលក្ខខណ្ឌមួយនេះបានទេចំពោះទស្សនវិជ្ជាទី3វិញយើងឃើញថាកិច្ចចរចាសន្តិភាពនេះបានបង្កើតឲ្យមាននៅការផ្លាស់ប្ដូរផ្នែកការទូតជាប្រវត្តិសាស្ត្រមួយសម្រាប់តំបន់មជ្ឈិមបូព៌ាក៏ដូចជាពិភពលោកទាំងមូលផងដែរការជួបចរចាដោយផ្ទាល់ជាប្រវត្តិសាស្ត្រគឺសំដៅដល់ការចរចាផ្ទាល់មុខគ្នាកម្រិតខ្ពស់បំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ1979មកដែលភាគីអាមេរិកមានគណៈប្រតិភូអាមេរិកដឹកនាំដោយអនុប្រធានាធិបតី JD Vance ហើយផ្នែកអ៊ីរ៉ង់វិញគឺដឹកនាំដោយប្រធានសភាលោក Mohammad Bagher Ghalibaf គាត់គឺជាប្រធានក្រុមដឹកនាំគណៈប្រតិភូចរចាបាទចំពោះប៉ាគីស្ថានគឺត្រូវបានគេចាត់ទុកថាជាប្រទេសដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើជាអ្នកសម្របសម្រួលដ៏ល្អសម្រាប់ចំនួននេះហើយបើសិនជាកិច្ចចរចានេះបានសម្រេចវានឹងបានជួយលើកកម្ពស់ឋានៈរបស់ប៉ាគីស្ថានយ៉ាងខ្លាំងនៅក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅក្នុងតំបន់ហើយត្រូវបានរាប់ថាជាដៃគូយុទ្ធសាស្ត្រសម្រាប់ប្លុកខាងកើតនិងប្លុកខាងលិចបាទនេះគឺជាទិដ្ឋភាពទាំង3ដ៏សំខាន់ដែលកាសែត BBC កាសែត CNN ក៏ដូចជា Al Jazeera បានលើកយកមកបង្ហាញស្រដៀងគ្នាបាទហើយចំពោះមូលហេតុដ៏សំខាន់ដែលជ្រើសរើសយកប្រទេសប៉ាគីស្ថានមកធ្វើជាអ្នកសម្របសម្រួលនោះគឺមានមូលហេតុធំចំនួន4គឺមូលហេតុទី1គឺពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងដ៏ល្អជាមួយនឹងទីក្រុង Washington និងទីក្រុងតេហេរ៉ង់មានន័យថាលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងប្រធានាធិបតីត្រាំហើយក៏មានទំនាក់ទំនងល្អជាមួយនឹងមេដឹកនាំទីក្រុងតេហេរ៉ង់ផងដែរដែលនេះគឺជាមូលហេតុដ៏សំខាន់ដែលថាប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដែលនៅកណ្ដាលនៅចន្លោះរវាងទីក្រុង Washington និងទីក្រុងតេហេរ៉ង់ហើយមូលហេតុទី2នោះគឺថាប្រទេសអ៊ីរ៉ង់មានព្រំដែនជាប់នឹងប្រទេសប៉ាគីស្ថានប្រវែង900គីឡូម៉ែត្រដែលមានប្រជាជនមូស្លីមស៊ីអ៊ីតច្រើនហើយនេះជាមូលហេតុដ៏សំខាន់ទី2ដែលងាយស្រួលនៅក្នុងការចរចាពីព្រោះមានការយល់ចិត្តយល់ថ្លើមក៏ដូចជាមានវប្បធម៌ស្រដៀងគ្នាផងដែរនេះជាអ្វីដែលអ្នកជំនាញបានមើលឃើញហើយមូលហេតុទី3នោះគឺថាប៉ាគីស្ថានគ្មានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីខ្លួនទេនេះគឺវាបានបញ្ជាក់ឲ្យឃើញនៅភាពជឿជាក់ដល់អ៊ីរ៉ង់ហើយចំណុចទី4គឺជាដំណើរទស្សនកិច្ចដ៏កម្ររបស់អនុប្រធានាធិបតី JD Vance ដែលរាប់ថាជាព្រឹត្តិការណ៍ដ៏កម្របំផុតនៅក្នុងរយៈពេល15ឆ្នាំចាប់តាំងពីលោក Joe Biden ដែលធ្លាប់មកប្រទេសប៉ាគីស្ថានម្ដងនៅក្នុងឆ្នាំ2011បាទនេះគឺជាមូលហេតុដ៏សំខាន់ដែលប៉ាគីស្ថានត្រូវបានជ្រើសរើសជាអ្នកសម្របសម្រួលនៅក្នុងកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់បាទទោះជាយ៉ាងណាក៏ដោយមានលក្ខខណ្ឌចំនួន4ដែលអ្នកជំនាញបានបង្ហាញថាការចរចានេះគឺពិបាកនឹងស្វែងរកផ្លូវសម្រេចបាននូវកិច្ចព្រមព្រៀងណាស់យើងឃើញមានលក្ខខណ្ឌចំនួន4ដែលមានភាពប្រទាំងប្រទើសតាំងពីដើមទីមកយើងឃើញថាគោលបំណងដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលបានសម្រេចចិត្តនៅក្នុងការធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់នេះគឺសម្លឹងមើលឃើញនៅចំណុច3សំខាន់គឺទី1គឺចង់លុបបំបាត់នៅអាវុធនុយក្លេអ៊ែររបស់
អ៊ីរ៉ង់ហើយទី2គឺធ្វើឲ្យយោធារបស់អ៊ីរ៉ង់ក៏ដូចជារបបរបស់អ៊ីរ៉ង់ដួលរលំហើយបញ្ហាទី3គឺកាត់បន្ថយក្រុមបណ្ដាញឧទាមមួយចំនួនដែលបង្កជាភេរវកម្មនិងអសន្តិសុខនៅក្នុងតំបន់ប៉ុន្តែដោយឡែកសំណើសន្តិភាពទាំង4ដែលអាមេរិកបានដាក់ស្នើនៅក្នុងកិច្ចចរចាសន្តិភាពនេះឃើញថាវាផ្ទុយជាមួយនឹងគោលការណ៍ស្នើសុំរបស់ភាគីអ៊ីរ៉ង់ដោយខ្ញុំបាទសូមលើកយកនៅចំណុចទាំង4ដែលខុសគ្នាទាំងស្រុងហើយចំណុចទាំងនេះខ្ញុំបានដកស្រង់ចេញពីកាសែត BBC និង CNN បាទចំពោះចំណុចទី1គឺអាវុធនុយក្លេអ៊ែរនៅក្នុងផែនការរបស់សហរដ្ឋអាមេរិកគឺបញ្ឈប់នៅការរុះរើកម្មវិធីនុយក្លេអ៊ែរទាំងស្រុងមិនឲ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមណាមួយនៅលើទឹកដីរបស់អ៊ីរ៉ង់ទេក៏ប៉ុន្តែដោយឡែកសម្រាប់អ៊ីរ៉ង់វិញបានអះអាងយ៉ាងដាច់អហង្ការថាអាមេរិកត្រូវតែទទួលស្គាល់សិទ្ធិនៅក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងសន្តិភាពរបស់ខ្លួននេះគឺជាអ្វីមួយដែលភាគីអ៊ីរ៉ង់ចង់បញ្ជាក់ទៅខាងសហរដ្ឋអាមេរិកដើម្បីឲ្យទទួលស្គាល់និងអនុញ្ញាតលើចំណុចនេះហើយចំណុចទាំងពីរនេះគឺនៅតែប្រទាំងប្រទេសមកទល់នឹងថ្ងៃនេះមិនទាន់មានការសម្រេចទេបាទចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកបានស្នើឲ្យមានការដកទណ្ឌកម្មចេញលុះត្រាតែមានការត្រួតពិនិត្យច្បាស់លាស់ថាអ៊ីរ៉ង់បានអនុវត្តទៅតាមលក្ខខណ្ឌពាក់ព័ន្ធជាមួយនឹងអាវុធនុយក្លេអ៊ែរសម្រាប់អ៊ីរ៉ង់វិញគឺបានបញ្ជាក់ថាត្រូវតែដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ជាបន្ទាន់និងដោះលែងទ្រព្យសម្បត្តិដែលបង្កកចំនួន120,000 លានដុល្លារដែលអាមេរិកបានបង្កកនេះគឺជាចំណុចប្រទាំងប្រទេសទី2ដែលភាគីទាំងពីរបានបញ្ជាក់នៅជំហរផ្ទុយគ្នាហើយចំណុចទី3នោះគឺពាក់ព័ន្ធជាមួយនឹងផ្លូវទឹកសមុទ្រហូម៉ូសច្រកសមុទ្រហូម៉ូសនេះគឺសម្រាប់សហរដ្ឋអាមេរិកគឺត្រូវតែបើកច្រកសមុទ្រនេះឲ្យបានពេញលេញសម្រាប់ការដឹកជញ្ជូនអន្តរជាតិជាធម្មតាឡើងវិញដោយឡែកភាគីអ៊ីរ៉ង់បាននិយាយថាត្រូវទទួលស្គាល់ការគ្រប់គ្រងអធិបតេយ្យភាពរបស់អ៊ីរ៉ង់លើច្រកសមុទ្រនេះនិងផ្ដល់សិទ្ធិនៅក្នុងការយកកម្រៃដែលឆ្លងកាត់នេះដែលមានន័យថាអ៊ីរ៉ង់នៅតែរក្សាជំហរដដែលថារាល់នាវាទាំងអស់ដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហូម៉ូសត្រូវតែយកកម្រៃសេវាដោយសហការគ្នាជាមួយនឹងប្រទេសអូម៉ង់ហើយគោលបំណងដ៏សំខាន់ដែលភាគីអ៊ីរ៉ង់បានបញ្យល់នោះគឺកម្រៃសេវាដែលបានយកពីនាវាដែលបានឆ្លងកាត់គឺយកទៅស្ដារការខូចខាតទាំងអស់ដែលសហរដ្ឋអាមេរិកបានវាយប្រហារមកលើខ្លួនដោយរួមចំណែកគ្នាជាមួយនឹងអូម៉ង់ផងដែរហើយចំណុចទី4នោះគឺពាក់ព័ន្ធជាមួយនឹងវិស័យយោធាអាមេរិកបានបញ្ជាក់ថាអ៊ីរ៉ង់ត្រូវតែបញ្ឈប់ការគាំទ្រដល់ក្រុមឧទាមទាំងអស់នៅក្នុងតំបន់ដូចជាក្រុម Hezbollah ជាដើមប៉ុន្តែដោយឡែកគឺភាគីអ៊ីរ៉ង់បានបញ្ជាក់ថាសហរដ្ឋអាមេរិកត្រូវតែដកកងទ័ពអាមេរិកទាំងអស់ឲ្យចេញពីតំបន់មជ្ឈិមបូព៌ានេះគឺជាភាពខុសគ្នាទាំង4ចំណុចដែលភាគីទាំងពីរបានលើកឡើងបាទហើយចំពោះស្ថានភាពបច្ចុប្បន្ននេះវិញគិតមកត្រឹមថ្ងៃទី12ខែមេសានេះផងដែរការចរចាត្រូវបានពិពណ៌នាថាតានតឹងហើយនឹងពិបាកប៉ុន្តែទោះជាយ៉ាងណាគឺវាមានអត្ថន័យនៃការស្ថាបនាគ្នាទៅវិញទៅមកផងដែរបើទោះបីជាភាគីទាំងពីរបានបង្ហាញការមិនទុកចិត្តគ្នាយ៉ាងខ្លាំងក៏ប៉ុន្តែការបន្តកិច្ចសន្ទនាដោយផ្ទាល់មុខគ្នានេះវាបានផ្ដល់នូវជំរើសដ៏សំខាន់មួយដើម្បីបញ្ជាអំពីការរីកធំឡើងនៃចំនួនយោធាបន្ថែមទៀតបាទនេះបើយោងតាមរបាយការណ៍របស់ BBC និង CNN បាទសម្រាប់អត្ថបទរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងនៅថ្ងៃនេះបាទហើយបើមានការវិវត្តអីថ្មីៗផ្សេងទៀតខ្ញុំបាទនឹងព្យាយាមដកស្រង់ឲ្យបានទាន់ពេលដើម្បីចែករំលែកជូនដល់ប្រិយមិត្តបាទសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលាបាទ